មហាសេដ្ឋីទាំង3រូបនេះទោះមានទ្រព្យច្រើនប៉ុណ្ណាក៏មិនចែកគេឲ្យកូនដែរហើយនេះជាហេតុផលបុគ្គលមានទ្រព្យច្រើនមហាសាលនៅលើโลกយ៉ាងនេះមានទាំងលោក Bill Gates មានទាំង Mark Zuckerberg និងបិតាវិនិយោគ Warren Buffett ជាដើមបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការដែលមិនចែកទ្រព្យសម្បត្តិដល់សាច់ឈាមជាកូនជាចៅជំនាន់ក្រោយរបស់ខ្លួននោះទេដោយលើកហេតុផលរៀងៗខ្លួនបែបនេះថាលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta និងភរិយាលោកស្រី Chan Zuckerberg ដែលមានកូនចំនួន3នាក់ក៏ធ្លាប់បានលើកឡើងថាទ្រព្យសម្បត្តិរបស់ពួកគេដែលរកបានទាំងនោះគឺចង់ផ្ដល់ទៅកាន់សង្គមការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងការអប់រំជាដើមដោយថាសង្គមរបស់យើងត្រូវការអភិវឌ្ឍពីឥឡូវទៅដើម្បីកែលម្អពិភពលោកមួយឲ្យកាន់តែមានភាពរីកចម្រើនចំណែកសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ក៏ធ្លាប់លើកឡើងដែរថាកូនរបស់ខ្ញុំទទួលបានការអប់រំយ៉ាងខ្ពង់ខ្ពស់ពីខ្ញុំនិងសាលាប៉ុន្តែបើនិយាយអំពីទ្រព្យសម្បត្តិដែលពួកគេនឹងទទួលបានមិនដល់ 1% នៃទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំនោះទេចំណែកកាលពីពេលថ្មីនេះលោកបានសន្យាច្បាស់ថាខ្លួននឹងបរិច្ចាគនៅទ្រព្យសម្បត្តិទាំងអស់ពោលប្រមាណជាង$200,000 លានវេចូលក្នុងគណនីកញ្ចប់មូលនិធិសប្បុរសធម៌ដែលតែងតែសកម្មជួយជនក្រីក្រលំបាកក្នុងរយៈពេលយ៉ាងយូរបំផុតនៅជាង20ឆ្នាំទៅមុខទៀតជាមួយគ្នានោះដែរបិតាវិនិយោគលោក Warren Buffett ម្ចាស់ក្រុមហ៊ុន Berkshire Hathaway បានលើកឡើងដែរថាកូនរបស់ខ្ញុំកំពុងកសាងកែច្នៃផ្លូវជីវិតរបស់ពួកគេចំណែកកូនរបស់គាត់មានឈ្មោះថា Howard, Susan និង Peter ក៏មិនដែលធ្លាប់ចង់បាននិងរំពឹងពីទ្រព្យឪពុករបស់ខ្លួនដែរដោយនិយាយយ៉ាងច្បាស់ថាបើសិនលោកប៉ាគាត់សួរថាយក$50 លានទុកចាយលេងមួយឆ្នាំឬយក$50 លានទុកបរិច្ចាគទៅកាន់សប្បុរសធម៌ច្បាស់នឹងឆ្លើយថានឹងយក$50 លានដែលលោកប៉ាឲ្យនោះទៅបរិច្ចាគដល់សប្បុរសធម៌តែម្ដងបើតាមរបាយការណ៍ពីទស្សនាវដ្តី Forbes បានបង្ហាញថាគិតត្រឹមថ្ងៃទី26 ខែឧសភាឆ្នាំ2025នេះទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg គឺមានចំនួន$216.7 លានចំណែកលោក Bill Gates មានទ្រព្យសម្បត្តិចំនួន$115,000 លានហើយចំណែកលោក Warren Buffett វិញបច្ចុប្បន្នមានទ្រព្យសម្បត្តិចំនួន$156.9 លានផងដែរ